សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ភូមិឋានបងប្អូននេះគឺជាអេពីសូតទី2ដែលខ្ញុំនឹងនិយាយអំពីមូលហេតុខ្លះៗដែលជំរុញឲ្យខ្ញុំនឹងទៅសិក្សារៀនសូត្រនៅមន្តអាគមខ្មែរនិងរឿងរ៉ាវមួយចំនួនទៀតដែលបានកើតឡើងកំឡុងពេលរៀនសូត្រមន្តអាគមផងដែរប៉ុន្តែបងប្អូនមុនចូលទៅដល់រឿងនេះខ្ញុំចង់បងប្អូនដឹងរឿងមួយសិនខ្ញុំគឺជាមនុស្សម្នាក់ដែលឧស្សាហ៍ជួបពពួកអមនុស្សនេះខ្លាំងនិងញឹកញាប់មែនទែនបងប្អូនហើយខ្ញុំខ្លួនឯងផ្ទាល់មិនដឹងថាខ្លួនឯងមានញៀនទី6ឬមួយក៏មានកាយខ្មោចឡងទេបានអាសាជួបពួកនឹងខ្លាំងមែនទែនមួយទៀតបងប្អូនគឺខ្ញុំធ្លាប់រត់ចោលស្រុករយៈពេល6ឆ្នាំដោយសារតែពួកនឹងវាឡងខ្លាំងពេករហូតដល់ថ្នាក់បាក់ស្បាតបងប្អូនធម្មតាបងប្អូនតែយើងបាក់ស្បាតគឺយើងរបៀបថាដូចយើងរៀងចាលអញ្ចឹងបងប្អូនអញ្ចឹងគឺខ្ញុំមិនហ៊ានចូលស្រុកវិញទេគឺខ្លាចខ្លាំងមែនទែនទើបតែឆ្នាំ2019ទេដែលខ្ញុំទៅលេងស្រុកទៅគឺពួកនឹងវាលេងធ្វើទុកដោយសារតែបងប្អូនគាត់កាប់ដើមអាស័យចោលបងប្អូនបើសិនជាពួកគាត់អត់កាប់ទេគឺខ្ញុំដឹងតែរត់ទៀតហើយពួកនឹងមិនដឹងមិនទេបានវាចូលចិត្តឡងតែខ្ញុំគ្រួសារខ្ញុំផ្សេងទៀតវាឡងដែរប៉ុន្តែវាឡងបែបស្រាលអញ្ចឹងបងប្អូនបើខ្ញុំវិញគឺវាលេងឈុតធំតែម្ដងហើយមូលហេតុគឺអញ្ចេះបងប្អូននៅតាមស្រុកស្រែជនបទគឺតែងតែមានដើមអាស័យគេដាំណាអញ្ចឹងភាគច្រើនគឺគេដាំនៅខាងក្រោយផ្ទះហើយពីចំហៀងផ្ទះនិងមុខផ្ទះហើយផ្ទះខ្ញុំគឺមានដើមអាស័យមួយគុំធំខ្លាំងមែនទែនគឺនៅខាងក្រោយផ្ទះហើយដើមអាស័យខ្ញុំគឺសល់តាំងពីចំនួនតាមកបងប្អូនអញ្ចឹងគឺវាធំខ្លាំងមែនទែនហើយដើមអាស័យហ្នឹងគឺមានអ្នកគេធ្លាប់ឃើញច្រើនតាក់ទងជាមួយនឹងព្រាយហើយនឹងពួកអាបបងប្អូនដើមអាស័យហ្នឹងវាមានប្រវត្តិរៀងគួរសមដែរដើមអាស័យហ្នឹងគឺវាធ្វើឲ្យខ្ញុំហ្នឹងរត់ចោលស្រុកហើយបើសិនជាបងប្អូនខ្ញុំអត់កាប់ចោលទេគឺខ្ញុំដឹងតែរត់ចោលស្រុកម្ដងទៀតហើយនិយាយទៅបងប្អូនសន្តាននៃការលងរបស់ដើមអាស័យហ្នឹងគឺវាមានច្រើនមែនទែនហើយខ្ញុំនឹងធ្វើវីដេអូនៅអេពីសូតទី3នឹងនិយាយអំពីរឿងហ្នឹងថាការលោហ្នឹងវាមានប្រភេទមិនខ្លះហើយវាមានចង្វាក់ខ្មោចលងបែបមិនខ្លះនិយាយទៅចង្វាក់ខ្មោចលងហ្នឹងបងប្អូនស្ដាប់ដឹងតែសើចហ្មងព្រោះអីខ្ញុំនឹកឃើញរឿងហ្នឹងគឺសើចដែរលងដែរប៉ុន្តែវាលងបែបកំ pl ែងអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំនឹងធ្វើអេពីសូតទី3និយាយពីរឿងហ្នឹងតាក់ទងជាមួយអេពីសូតទី2នេះគឺខ្ញុំនិយាយពីមូលហេតុខ្លះដែលជំរុញឲ្យខ្ញុំរៀនមន្តអាគមហើយនឹងរឿងរ៉ាវដែលកើតឡើងកំឡុងពេលរៀនមន្តអាគមផងដែរមែនតើទៅបងប្អូនធម្មតាយើងជាមនុស្សម្នាក់ដែលខ្លាចខ្មោចយើងប្រកាសជារកវិធីសាស្ត្រធ្វើម៉េចទប់ទល់ជាមួយនឹងការខ្លាចឯងកុំឲ្យយើងខ្លាចពីព្រោះធម្មតាតែយើងបាក់ស្បាតគ្រាន់តែឮសំឡេងហ្នឹងគឺយើងរត់បាត់ហើយអញ្ចឹងព្រោះយើងបាក់ស្បាតបងប្អូនខ្ញុំក៏គិតក្នុងចិត្តថាចេះខ្ញុំខ្លាចខ្មោចបើសិនជាខ្ញុំរៀនមន្តអាគមប្រហែលជាខ្មោចវាលែងហ៊ានឡងហើយពីព្រោះខ្មោចវាមិនចូលចិត្តគ្រូដែលរៀនមន្តអាគមទេព្រោះវាខ្លាចយើងចាប់អញ្ចឹងណាបាទដល់ពេលដែលខ្ញុំគិតអញ្ចឹងខ្ញុំក៏ចាប់ដើមរៀនប៉ុន្តែខ្ញុំអត់មានគ្រូទេបងប្អូនខ្ញុំរៀនគឺខ្ញុំឃើញចាស់គាត់នៅតាមផ្ទះអញ្ចឹងទៅខ្ញុំចេះតែសួរគាត់កាលលើគាត់ចេះអញ្ចឹងគាត់ក៏ឲ្យអញ្ចឹងទៅគាត់ឲ្យ1មេ2មេប៉ុន្តែអ្វីដែលគាត់ឲ្យហ្នឹងមិនមែនបល័យចាប់ខ្មោចទេទៅជាធម៌ប្រពុតធម្មតាអញ្ចឹងណាអ្នកមោតាសភគវៈតោអញ្ចឹងទៅហើយខ្ញុំចេះតែសូត្រអញ្ចឹងទៅប៉ុន្តែដូចជាមិនឃើញថាវាបានផលអីអញ្ចឹងណាបងប្អូនហើយមានអ៊ំខ្លះគាត់ឲ្យមកទៅជាគេហៅថាជាថាស្បែកគង់ហើយមួយទៀតគេហៅថាមហាកម្លាំងអីចឹងទៅវាអត់ត្រូវសាច់រឿងរបស់យើងហើយយើងខ្លាចខ្មោចអីយើងទៅរៀនគេថាមហាកម្លាំងមិនត្រូវអញ្ចឹងណាបាទហើយអញ្ចឹងទៅខ្ញុំក៏បែកគំនិតហ្នឹងគឺអញ្ចេះឃើញគេរើផ្ទះបងប្អូនផ្ទះដែលមានថ្មក្រោមឈើលើហើយធំផ្ទះហ្នឹងវាមានហោជាងនៅពេលគេរើមកទៅវាមានហោជាងធ្លាក់ជាមួយនឹងឈើហើយខ្ញុំបែកគំនិតទៅយកអាហោជាងហ្នឹងយកមករៀនមិនដឹងថាគិតស្អីទេកាលហ្នឹងហើយកាលហ្នឹងរៀនទៅសូត្រ7ចប់រហូតបងប្អូនប៉ុន្តែវាមិនបានផលវាធ្វើយើងបែកអារម្មណ៍ពេញហ្នឹងមិនដឹងថាស្អីទេកាលហ្នឹងហើយរហូតមកដល់ប្រហែលឆ្នាំចុងក្រោយនេះនិយាយទៅបានជួបគ្រូខ្ញុំបងប្អូនថ្ងៃមួយហ្នឹងលេងបណ្ដាញសង្គមដល់ពេលលេងទៅអស់ចុះអស់ឡើងទៅឃើញសារមួយសារហ្នឹងគេសរសេរថាអញ្ចេះក្នុងនាមជាមនុស្សប្រុសនៅពេលដែលគ្រួសារមានបញ្ហាទៅបែរជាទៅរកគេមកជួយទាំងដែលខ្លួនឯងជាមនុស្សប្រុសហ្នឹងមិនអាចជួយអ្វីបានដល់គ្រួសារហើយពិតជាអន់ណាគាត់និយាយអញ្ចឹងណាដល់ពេលនិយាយអញ្ចឹងវាធ្វើឲ្យខ្ញុំនឹងមានអារម្មណ៍ថាអីមិនក៏គាត់និយាយត្រូវម៉េះយើងជាមនុស្សប្រុសប៉ុណ្ណាណីដែរយើងអត់មានសមត្ថភាពជួយគ្រួសារអញ្ចឹងណាហើយខ្ញុំមិនដឹងថាគាត់ទៅសេនេះមានបំណងអីទេប៉ុន្តែឃើញថាគាត់និយាយត្រូវអញ្ចឹងខ្ញុំក៏ចូលទៅមើល account របស់គាត់ដល់ពេលចូលទៅមើល account របស់គាត់ទៅបានដឹងថាគាត់មិនមែនប្រសក់ទេបាទគាត់គឺជាប្រសង់ហើយខ្ញុំក៏ចូលទៅមើលវីដេអូដែលគាត់បង្ហោះដល់ពេលដែលចូលទៅមើលវីដេអូដែលគាត់បង្ហោះបានដឹងថាគាត់គឺជាគ្រូក៏ដូចជាអ្នកផ្សព្វផ្សាយនៅមន្តអាគមអញ្ចឹងណាហើយខ្ញុំក៏ចាប់ផ្ដើមអស់ចូលមើលទៅហើយមួយទៀតបងប្អូនឃើញគាត់ទៅសេអញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចង់រៀនខ្លាំងមែនទែន
ដូចរបៀបថាដូចគេដាស់អារម្មណ៍យើងដាស់ស្មារតីយើងឲ្យដឹងខ្លួនណាបងប្អូនហើយវាចែកដនទៀតបងប្អូនគាត់បានបង្ហោះនៅសំឡេងមួយហើយគាត់ថែមលីងគ្រប់នៅក្នុងហ្នឹងហើយខ្ញុំមិនចាំយូរទេបានចូលលីងហ្នឹងទៅចូលលីងហ្នឹងទៅបានដឹងថាអូតាមពិតគឺគ្រប់តាក់ទងជាមួយនឹងការរៀនមន្តអាគមហើយចាប់ពីពេលហ្នឹងមកគឺខ្ញុំចាប់ផ្ដើមរៀនសូត្រមន្តអាគមណាបងប្អូនហើយអ្វីដែលយើងមានបំណងចង់រៀនហ្នឹងគឺដើម្បីការពារមនុស្សជាទីស្រឡាញ់របស់យើងហ្នឹងដោយតែពាក្យដែលលោកគ្រូគាត់មានប្រសាសន៍នៅក្នុងបណ្ដាញសង្គមណាហើយអ្វីដែលគោលដៅធំខ្លាំងជាងគេបំផុតហ្នឹងគឺការពារកុំឲ្យយើងខ្លាចខ្មោចព្រោះយើងខ្លាចខ្មោចបាទអញ្ចឹងអាមូលហេតុគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយខ្ញុំនឹងនិយាយអំពីរឿងមួយទៀតបងប្អូនតាក់ទងជាមួយនឹងការជួបក៏ដូចជាហេតុការណ៍មួយចំនួនកំឡុងពេលដែលយើងហ្នឹងរៀននៅមន្តអាគមហ្នឹងនិយាយទៅបងប្អូនគេដឹងថាយើងហ្នឹងខ្លាចខ្មោចអញ្ចឹងគឺគេអត់ឲ្យយើងជួបផ្ទាល់ទេគឺគេឲ្យយើងជួបនៅក្នុងយល់សពអញ្ចឹងណាបងប្អូនព្រោះអីខ្ញុំតែជួបខ្មោចគឺខ្ញុំដឹងតែគាំងហើយដៃជើងគឺការ៉ាក់អត់រួចទេបងប្អូនគឺទុនអស់ហើយបងប្អូនអាចសម័យតាមរូបភាពដែលខ្ញុំនិយាយបានណាបងប្អូនគឺអញ្ចឹងបងប្អូនគឺខ្ញុំហ្នឹងឃើញខ្លួនឯងដើរចូលទៅក្នុងភូមិមួយភូមិហ្នឹងមិនមែនភូមិទីក្រុងណាគឺភូមិជនបទហើយក្នុងភូមិហ្នឹងមានផ្ទះមួយផ្ទះហ្នឹងធំខ្លាំងមែនតើផ្ទះថ្មក្រោមឈើលើហើយខាងមុខផ្ទះហ្នឹងគឺមានចាស់មួយក្រុមគាត់កំពុងតែអង្គុយបត់អន្សមណាមានបត់នំបត់អីចឹងទៅហើយខ្ញុំដើរពីមុខផ្ទះក៏អាចមើលទៅក៏ឃើញគាត់អង្គុយបត់ជើងណាហើយគាត់ក៏ឲ្យខ្ញុំដាក់ខ្ញុំដែរហើយខ្ញុំឃើញគេឲ្យខ្ញុំដាក់ក៏ឲ្យខ្ញុំទៅគេវិញទៅព្រោះយើងគិតថាគេស្វាគមន៍យើងអញ្ចឹងណាបាទហើយដល់ពេលអញ្ចឹងខ្ញុំក៏ងាកទៅខាងឆ្វេងដៃតិចទៅនៅខាងពីមុខផ្ទះគេណាបងប្អូនក៏ឃើញមានមនុស្សម្នាក៏ដើរទៅដើរមកអ្នកខ្លះក៏កាន់នំអ្នកខ្លះកាន់សាច់អ្នកខ្លះទៀតកាន់លឹកចេកហើយខ្ញុំវាឆ្ងល់ថាមិនក៏គេធ្វើអញ្ចឹងវារបៀបថាដូចជាគេកំពុងតែធ្វើកម្មវិធីអីមួយអញ្ចឹងណាហើយដល់ពេលអញ្ចឹងខ្ញុំក៏ងើយទៅលើផ្ទះងើយទៅលើផ្ទះកន្លែងកម្មចតាឃើញមនុស្សឡើងទៅឡើងមកច្រើនហើយខ្ញុំក៏ចង់ដឹងក៏ឡើងទៅមើលដល់ពេលខ្ញុំឡើងទៅដល់លើបងប្អូនខ្ញុំឃើញមនុស្សចាស់មួយក្រុមកំពុងតែឡើងទៅលើហោជាងនៅលើដំបូលហ្នឹងកំពុងតែយកសពប្រសង់បងប្អូនគឺខ្ញុំឃើញប្រសង់ចងកបងប្អូនសាក់សម័យមើលគាត់តែយើងឡើងទៅឃើញប្រសង់ចងកភ្លាមគឺខ្ញុំគាំងបាត់ទៅហើយម្យ៉ាងទៀតបងប្អូនអាគាំងមកសុំណាអាងុំហ្នឹងគឺសពហ្នឹងបែរជាបវលខ្លួនងាកមកមើលមុខយើងបងប្អូនងាកមកមើលមុខយើងគឺបើកភ្នែកចំបងប្អូននៃខ្ញុំឡើងនិយាយថាខ្ញុំឡើងរឹងដៃរឹងជើងអស់អាលិញហ្មងក្នុងយល់សពហ្នឹងមិនតែប៉ុណ្្នឹងទេបងប្អូនថែមទាំងអាញឹមដាក់យើងទៀតអញ្ចឹងខ្ញុំវាដូចចូលដានចាស់អញ្ចឹងខ្ញុំតែជួបពួកហ្នឹងគឺខ្ញុំដឹងតែគាំងហើយព្រោះដៃជើងគឺការ៉ាក់អត់បានទេដូចនៅខាងក្រៅអញ្ចឹងខាងក្រៅខ្ញុំនៅពេលដែលខ្ញុំជួបពពួកអមនុស្សគឺខ្ញុំទុនដៃទុនជើងរត់អត់រួចទេគឺនៅមួយកន្លែងណាអញ្ចឹងនៅក្នុងយល់សពគឺដូចគ្នាគឺនៅថ្មឹងមួយកន្លែងអញ្ចឹងបងប្អូនរហូតដល់ខ្ញុំដឹងខ្លួនឲ្យតែពេលនឹកឃើញរឿងហ្នឹងគឺដឹងតែព្រឺសបល់ហ្មងគឺខ្លាចប៉ុន្តែអាហ្នឹងតាក់ទងជាមួយនឹងការរៀនបងប្អូនកាលណាដែលយើងរៀនទៅគឺយើងតែងតែយល់សពឃើញអញ្ចឹងអាហ្នឹងគឺធម្មតាសម្រាប់អ្នករៀនអាហ្នឹងគេមកឲ្យយើងឃើញផ្ទាល់ផងបើសិនតែយើងឃើញផ្ទាល់ទេមិនដឹងអាម៉េចអាម៉ាទេបងប្អូនព្រោះគាំងបេះដូងដាច់ខ្យល់បាត់ហើយមែនតើអញ្ចឹងបងប្អូនហ្នឹងគឺជាបទពិសោធន៍ដែលបានជួបកំឡុងពេលដែលខ្ញុំរៀនសូត្រគឺខ្ញុំយល់សពឃើញអញ្ចឹងអូមានរឿងមួយទៀតបងប្អូនខ្ញុំយល់សពដូចគ្នាប៉ុន្តែសាហាវជាងអាហ្នឹងបន្តិចអញ្ចឹងបងប្អូនខ្ញុំយល់សពឃើញខ្លួនឯងហ្នឹងត្រូវមន្តអាគមគេគឺឃើញខ្លួនឯងហ្នឹងនៅក្នុងផ្ទះហើយដើរចេញមកខាងក្រៅប៉ុន្តែនៅក្នុងកំឡុងពេលដើរហ្នឹងគឺមានមរិញកងវាល2នាក់ដើរមកប្រាប់ថាកុំចេញអសោះកុំចេញតាចេញដឹងតែស្លាប់ហើយមរិញកងវាលហ្នឹងគាត់ប្រាប់អញ្ចឹងហើយផ្ទះយើងគឺផ្ទះជាប់ខ្នល់បងប្អូនជាប់ផ្លូវជាតិលេខ6ខ្ញុំក៏អត់បានស្ដាប់ទេខ្ញុំដើរចេញមកក្រៅខ្ញុំដើរចេញមកខាងក្រៅម្ដាយរបស់ខ្ញុំខាត់ខ្ញុំអត់ឲ្យខ្ញុំដើរចេញទេថាកុំចេញអសោះកុំចេញពីផ្ទះអសោះប៉ុន្តែខ្ញុំគឺអត់ស្ដាប់គាត់ទេបងប្អូនខ្ញុំដើរចេញពេលដែលខ្ញុំដើរចេញមកដល់ចិត្តខ្នល់ជាតិស្រាប់តែម្ដាយរបស់ខ្ញុំគាត់ចាប់ដៃខ្ញុំជាប់គាត់ចាប់ដៃខ្ញុំទប់គាត់ទីខ្ញុំមកក្រៅវិញហើយអាចង្វាក់ដែលគាត់កំពុងទីខ្ញុំមកក្រៅវិញបងប្អូនឃើញមានអ៊ំស្រីម្នាក់គាត់ជិះម៉ូតូចេញពីផ្លូវផ្ទះខ្ញុំហ្នឹងជិះម៉ូតូហ្នឹងឡើងទៅលើខ្នល់ដល់ពេលគាត់ជិះម៉ូតូឡើងលើខ្នល់ឃើញឡានសាំយ៉ុងបងប្អូនឡានសាំយ៉ុងគាត់ជិះហ្មងគាត់បុកមកទៅហឹងបុកម៉ូតូគាត់មកទំហឹងហ្មងដកម៉ាំងហើយរុញម៉ូតូប្រញាច់នឹងដើមឈើបងប្អូនរុញម៉ូតូហើយនឹងមនុស្សហ្នឹងទៅប្រញាច់ដើមឈើហើយមនុស្សដាច់ក្បាលគឺសាហាវញាក់សាច់មែនតើបងប្អូនហើយខ្ញុំភ័យខ្លាំងមែនតើបានគុណម្ដាយខ្ញុំគាត់ទាញខ្ញុំមកក្រោយវិញកុំអីហ្នឹងខ្ញុំថាដឹងតែខ្ញុំហ្មងហើយមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនឡានហ្នឹងបុកម៉ូតូហ្នឹងហើយនឹងមនុស្សទៅប្រញាច់ដើមឈើដាច់ក្បាលសពហ្នឹងគឺនៅជាប់នៅដើមឈើហ្នឹងប្រហែលជាមួយសន្ទុះឃើញសពហ្នឹងគាត់ដើរចេញមកបងប្អូនដើរមានក្បាលទេដើររត់មករយខ្ញុំនឹងម្ដាយខ្ញុំឲ្យជួយពេលហ្នឹងគឺខ្ញុំរត់ថារត់មែនតើបងប្អូន
និយាយទៅរឿងហ្នឹងខ្ញុំនិយាយគឺនៅព្រឺសវល់ខ្លាំងមែនទែនព្រោះវាដូចជាក់ស្ដែងពេកហើយយល់សពហ្នឹងរបៀបថាមិនបានយើងគេហាមយើងកុំឲ្យយើងចេញក្រៅព្រោះក្នុងយល់សពហ្នឹងគឺខ្ញុំត្រូវអំពើគេបងប្អូនខ្ញុំត្រូវអំពើគេហើយមនីកងវិលគេហាមខ្ញុំអត់ឲ្យខ្ញុំចេញក្រៅទេព្រោះខ្ញុំត្រូវអំពើគេហើយម្ដាយខ្ញុំហ្នឹងគឺគាត់បានខាត់ខ្ញុំណាគាត់ខាត់ខ្ញុំក៏ខ្ញុំអត់ស្ដាប់ខ្ញុំទៅនៅពេលដែលឡានមកបុកគឺគាត់អ្នកទាញខ្ញុំមកក្រោយបានត្រូវម៉ូតូហ្នឹងបើមិនគាត់អត់ទាញខ្ញុំទេខ្ញុំត្រូវណាត់បុកឯក្នុងយល់សពហ្នឹងនិយាយទៅគឺសាហាវញាក់សាច់មែនតើអញ្ចឹងបងប្អូនការរៀនមន្តអាគមគឺគេឲ្យយើងឃើញអញ្ចឹងយល់សពឃើញអញ្ចឹងសាហាវអញ្ចឹងជួនកាលគេចង់សាកតែយើងហ្នឹងរៀនចេះមិនចេះរៀនកើតមិនកើតអារម្មណ៍យើងល្អអត់អីចឹងទៅអារម្មណ៍យើងស្មារតីយើងរឹងមាំអត់អីចឹងទៅប៉ុន្តែខ្ញុំមិនមែនជាអ្នកចេះអីខ្លាំងណាស់ណាទេបងប្អូនខ្ញុំគ្រាន់តែរៀនដើម្បីការពារគ្រួសារយើងតិចបន្តួចទេមិនមែនមានបំណងរៀនទៅធ្វើគ្រូអមអាមអីទេអត់មានបំណងអញ្ចឹងទេហើយក៏មិនមែនជាអ្នកខ្លាំងអីដែរគ្រាន់តែរៀនបែបគេហៅថាចង់ថែរក្សានៅវប្បធម៌ខ្មែរយើងណាព្រោះខ្ញុំចង់ថែរក្សាវប្បធម៌របស់ខ្មែរយើងបងប្អូនក្នុងនាមយើងជាកូនខ្មែរបើយើងមិនថែរក្សាទេអត់មានណាគេមកថែរក្សាជំនួសយើងទេពួកចៅគេចង់បានតែរហូតហ្នឹងហើយបើយើងមិនរៀនពួកវារៀនអស់ទៅយើងជាម្ចាស់ដើមមានន័យអីទៀតបងប្អូនអញ្ចឹងនឹងគឺជាគោលបំណងដែលខ្ញុំរៀនដែរព្រោះខ្ញុំអត់មានបំណងអីក្រៅពីរឿងហ្នឹងទេគឺដូចបងប្អូនដឹងពីខាងលើដែលខ្ញុំបានរៀបរាប់អញ្ចឹងគឺខ្ញុំរៀនដើម្បីកុំឲ្យខ្ញុំខ្លាចខ្មោចប៉ុន្តែវាចៃដន្យអីការរៀនគឺវាជួបពួកអញ្ចឹងច្រើនប៉ុន្តែអត់បញ្ហាទេបងប្អូនយូរទៅយើងស៊ាំហើយបាទអញ្ចឹងទេគឺមានតែប៉ុណ្្នឹងទេបងប្អូនតាក់ទងជាមួយនឹងអេពីសូតទី2ហ្នឹងហើយតាក់ទងជាមួយនឹងអេពីសូតទី3ខ្ញុំនឹងនិយាយអំពីព្រឹត្តិការណ៍ពិតម្ដងឲ្យបងប្អូនដឹងពីព្រោះពីអេពីសូតនេះគឺខ្ញុំនិយាយអំពីក្នុងការយល់សពដែលខ្ញុំបានជួបប្រទះអញ្ចឹងបងប្អូនអញ្ចឹងយើងចាំជួបគ្នានៅក្នុងអេពីសូតទី3បន្តទៀតបាទអរគុណបងប្អូនទាំងអស់គ្នា